បាទសួស្តីពុកម៉ែបងប្អូនណាបាទនេះគឺជាការវេចខ្ចប់បាទបន្ទាប់ពីយើងចេញពីឡសម្ងួតរួចរាល់អស់ហើយបាទគឺយើងដល់វគ្គវេចខ្ចប់បាទបន្ទាប់ពីយើងវេចខ្ចប់រួចយើងនឹងដឹកជញ្ជូនទៅតាមបណ្ដាខេត្តនានាតាមមួយបាទមិនថានៅរាជធានីភ្នំពេញឬអតិថិជននៅតាមបណ្ដាខេត្តនោះទេបាទយកទៅសាកល្បងប្រើប្រាស់បាទជាប្រចាំសម្រាប់ការចម្អិនអាហារផ្សេងៗជាមួយនឹងសិប្បកម្មផលិតធ្យូងអនាម័យយើងបានបាទជាពិសេសបងប្អូនដែលស្រឡាញ់ធ្យូងអនាម័យកំពុងប្រើប្រាស់ធ្យូងអនាម័យគឺបានចូលរួមថែរក្សាបរិស្ថានជាមួយក្រុមការងារយើងផងដែរបាទអ្វីដែលពិសេសធ្យូងអនាម័យមានអត្ថប្រយោជន៍ជាច្រើនដូចជាមិនផ្ទុះកាត់បន្ថយផ្សែងកម្ដៅខ្លាំងនិងប្រើបានយូរជាងធ្យូងធម្មជាតិរហូតទៅដល់40%បាទ